អូស្ត្រីណាខ្លះដែលកំពុងតែគ្រប់ខែត្រៀមក្នុងការសម្រាលកូនជាពិសេសគឺការសម្រាលកូនបែបធម្មជាតិអញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងចែកភេសជ្ជៈ3ប្រភេទដែលជួយជំរុញដល់ការឈឺពោះសម្រាលបែបធម្មជាតិទី1គឺតាក់ទងជាមួយនឹងម្នាស់គឺសម្បូរទៅដោយសារធាតុអង់ស៊ីម៉ាយ៉ាងដែលវាជំរុញទៅដល់ការកន្ត្រាក់ស្បូនធ្វើឲ្យមាត់ស្បូនយើងទន់ហើបងាយស្រួលក្នុងការបើកមាត់ស្បូនជំរុញដល់ការឈឺពោះសម្រាលទី2ល្ហុងជាពិសេសស្ត្រីដែលគាត់មានផ្ទៃពោះនៅត្រីមាសដំបូងល្ហុងខ្ចីគឺយើងហាមឃាត់ប៉ុន្តែក្នុងអំឡុងពេលត្រីមាសចុងក្រោយដែលយើងត្រៀមក្នុងការឈឺពោះសម្រាលយើងអាចញ៉ាំបានទាំងល្ហុងទុំទាំងល្ហុងខ្ចីវាសម្រួលទៅដល់ការបត់ជើងហើយវាក៏សម្រួលជំរុញទៅដល់ការកន្ត្រាក់ស្បូនជួយឲ្យស្ត្រីឈឺពោះលឿនផងដែរទី3ទឹកដូងអ្នកដែលគាត់លើសទឹកភ្លោះខ្លាំងគឺគេហាមឃាត់ប៉ុន្តែស្ត្រីដែលគាត់ជិតគ្រប់ខែគាត់គួរបានញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជាពិសេសទឹកដូងវាសម្បូរទៅដោយកបែបធម្មជាតិសម្បូរទៅដោយពពុះវីតាមីនប្រូតេអ៊ីនផ្ដល់ថាមពលជួយឲ្យស្ត្រីត្រៀមសុខភាពក្នុងអំឡុងពេលដែលយើងឈឺពោះសម្រាលយើងដឹងហើយនៅពេលដែលយើងឈឺពោះសម្រាលគឺយើងត្រូវការថាមពលច្រើនអាហ្នឹងគឺចំណុចសំខាន់តែអ្នកគ្រូបញ្ជាក់ការឈឺពោះសម្រាលធម្មជាតិគឺវាអាស្រ័យទៅលើកត្តាផ្សេងផងដែរប៉ុន្តែកុំភ្លេចអនុវត្តការញ៉ាំភេសជ្ជៈទាំង3ប្រភេទនេះបើកំពុងតែត្រៀមសម្រាលបែបធម្មជាតិ